课文谁来做家务？最近一家报纸就事业与家庭问题在女性中做了一次调查，一半以上的女性的看法是事业与家庭并重，但是在所有被调查的女性中，有34.5%的人选择了以家庭为重。真正选择以事业为重的只有11.2%，在调查中55.6%的女性不愿意给家务事画上性别标记，他们认为家务事谁有时间，谁就多做一点儿，何必分男女呢？24.4%的女性认为，虽然女性可以多承担一些，但男性也不应该一点儿都不做。而真正认为家务事应该全部由女性承担或全部由男性承担的，只有3.4%和0.5%。64.1%的女性表示，她们并没有家庭才争一把桌，在他们的家庭里，更多的是夫妻双方一起平等的管理家庭财政。好，谁来做家务啊？តើនរណាជាអ្នកធ្វើអ្នកណាមកធ្វើកិច្ចការក្នុងផ្ទះណាសំដៅលើកិច្ចការបោសជូតសម្អាតធ្វើម្ហូបអីហ្នឹងណា最近ថ្មីនេះ一家报纸就事业与家庭问题一家报纸សំដៅលើអ្នកដែលគាត់ទៅសម្ភាសន៍ណាឬក៏បោជឺគឺពាក់ព័ន្ធជាមួយនឹងទស្សនាវដ្តីណាអញ្ចឹងគេសំដៅលើខាងអឺខាងផ្នែកដែលគាត់ផលិតទស្សនាវដ្តីហ្នឹងណា事业与家庭事业គឺគេសំដៅលើការងារឬក៏របររកស៊ីហ្នឹងណា与家庭គឺនឹងគ្រួសារ问题បញ្ហា在女性中做了一次调查ចឹងគឺគេធ្វើការស្រាវជ្រាវទៅលើភេទមនុស្សស្រីណា女性គឺមនុស្សស្រី调查គឺការវិភាគឬក៏ស្រាវជ្រាវណា一半以上的女性的看法是លើសពីពាក់កណ្ដាលនៃមនុស្សស្រីការគិតឃើញរបស់គេគឺ一半ពាក់កណ្ដាល以上គឺលើសទៅទៀតណា看法គឺការឃើញ事业与家庭并重មើលឃើញថាមុខរបររកស៊ីឬក៏ការងារហ្នឹងជាមួយនឹងគ្រួសារគឺប៉ុនគ្នាណាពីងចុងកន្លែងនេះសំដៅលើវាធ្ងន់ដូចគ្នាណាទម្ងន់ប៉ុនគ្នា但是ប៉ុន្តែ在所有被调查的女生中ចំពោះមនុស្សស្រីទាំងអស់ដែលត្រូវបានគេយកមកវិភាគហ្នឹងណា有34.5%的人选择了以家庭为重ក្នុងនោះមានចំនួន34.5%ដែលគាត់បានរើសថាយកគ្រួសារជាធំណា选择គឺជ្រើសរើស为重គឺជាធំ真正选择以事业为重的只有11.2%ដែលជ្រើសរើសយកកិច្ចការងារឬក៏មុខរបររកស៊ីជាធំហ្នឹងជាក់ស្ដែងគឺមានតែ11.2%ទេ在调查中នៅក្នុងពេលដែលគាត់កំពុងតែស្រាវជ្រាវហ្នឹង55.6%的女性不愿意给家庭事务画上性别标志ចឹងមាន55.6%នៃនារីភេទហ្នឹងដែលគាត់មិនព្រមថានឹងឲ្យអត្តសញ្ញាណទៅលើការ
អត្តសញ្ញាណភាពអត្តសញ្ញាណភេទទៅលើការធ្វើកិច្ចការផ្ទះនឹងទេណា不愿意គឺមិនព្រម给家务事画上性别标志性别标志性别គឺភេទ标志គឺការកំណត់ណាការកំណត់សញ្ញាទៅលើភេទនឹង他们认为不管这他家务事谁有时间谁就多做一点ចំពោះកិច្ចការផ្ទះហ្នឹងអ្នកណាគេដែលមានពេលអ្នកនោះគឺជួយធ្វើច្រើនតិចទៅណាហើពីហ្វិនណានញីណាចាំបាច់បែងចែកស្រីប្រុសអីណាហើពីគឺចាំបាច់អីណា分គឺបែងចែកเนาะណានញីស្រីប្រុសហ្នឹងណា24.4%的女性认为ក្នុងនោះមាន24.4%ដែលគាត់យល់ថា虽然女性可以多承担一些ទោះបីជាភេទស្រីគាត់អាចនឹងរ៉ាប់រងច្រើនជាងតិចណា虽然គឺទោះបីជាតួគឺច្រើនเนาะ多承担一些គឺរ៉ាប់រងច្រើនជាងតិចនឹងឯងណា但男性也不应该一点都不做ប៉ុន្តែភេទប្រុសក៏មិនគួរណាថាបន្តិចក៏អត់ធ្វើដែរណា不应该គឺមិនគួរ一点都不做បន្តិចក៏មិនធ្វើเนาะ而郑正认为家务事应该全部由女性承担或全部由男性承担នឹងម្យ៉ាងទៀតណានឹងមួយចំនួនដែលគិតថាកិច្ចការផ្ទះនឹងគួរតែសរុបទាំងអស់គឺគួរតែភេទស្រីជាអ្នកធ្វើឬក៏សរុបទាំងអស់គួរតែជាភេទប្រុសអ្នកធ្វើនោះ只有3.4%和0.5%គឺមានតែ3.4%និង0.5%ទេ64.1%的女性表示មាននារីភេទចំនួន64.1%ហ្នឹងគាត់ក៏បានបង្ហាញថា他们并没有家庭财政一把抓ពួកគាត់គឺមិនបានថាកិច្ចការផ្ទះហើយនឹងខាងសេដ្ឋកិច្ចហ្នឹងគឺចាប់យកទាំងពីរទេណា家庭财政家庭គឺគ្រួសារ财政គឺសំដៅលើសេដ្ឋកិច្ចនៅក្នុងគ្រួសារយើងហ្នឹងណាអ៊ីបាជាប់គឺគិតលើថាក្នុងកណ្ដាប់ដៃក្នុងកណ្ដាប់ដៃម្នាក់ឯងទេ在他们的家庭里នៅក្នុងគ្រួសាររបស់ពួកគេ更多的是夫妻双方一起平等的管理家庭财政កាន់តែភាគច្រើនហ្នឹងគឺប្តីប្រពន្ធទាំងសងខាងហ្នឹងគាត់ធ្វើការគ្រប់គ្រងដោយស្មារតីគ្នានិងរួមគ្នាណាចំពោះសេដ្ឋកិច្ចហ្នឹង